ngày nay ở tỉnh này bản tay giờ bị thay chliệt rồi chliệt bà sân thì ở chliệt cứ ở ban bằng ổn vậy tức là buồn hay là thua mà hộp bị bệnh mục tiệt để sao ta ngày nay cứ chỉ ngày để nhom chập đàm thua cái đàm lụ với nhom ổn chắc nhom thử thua tất cả bị hong heo hay mình nhom nó còn lưu sâu thay nhom trong slo của cô giờ bị riệp trong tóc ai hai sẹt màu sẹt lại cái cố bộ ổn hay miền nam bằng ổn ai này mà thua cho mùi nước bọc xịt cô cho mùi cái sáng tiền vậy mày hạt mẹ bà sân là thật nên thì ở ban nó ở ban tây bằng ổn ai cho tại chliệt là thật trong chắc cho là chliệt chắc nó bộ ổn mà ta vậy để nhom sai bộ ổn ơi cái sáng khai năng để sáng chơi chắc hai bên bọc tao bị thua ai chắc nó bảo ôn trả đó mới mơ cho môi năng video open một nhom đặcគ្នាថាធ្វើអីខ្លះអញ្ចឹងជាដំបងឡើយគឺខ្ញុំចាប់ផ្ដើមកោជាមួយនឹងទឹកកាពិរបស់ខ្ញុំសម្រាប់ទឹកកាពិរបស់ខ្ញុំនេះបងប្អូនចាគឺអត់មានរូបមន្តខ្លួនឯងឯណាទេបងប្អូនឲ្យបងប្អូនដែលចូលចិត្តថាចង់ធ្វើទឹកកាពិចង់ចេះធ្វើទឹកកាពិបងប្អូនសម្រាប់ខ្ញុំបងប្អូនខ្ញុំតែងតែមើលក្នុង Facebook និយាយត្រង់ហ្មងតែងតែមើលក្នុង Facebook ថាតើគេធ្វើយ៉ាងម៉េចចាខ្ញុំមើលម្នាក់នោះធ្វើយ៉ាងម៉េចម្នាក់ផ្សេងទៀតធ្វើយ៉ាងម៉េចបន្ទាប់មកទៀតខ្ញុំយកកន្លែងណាដែលចំណុចសំខាន់ហើយយើងតំណងយកមកមិនចូលគ្នាទៅគឺខ្ញុំបានចេញគេធ្វើទឹកកាពិមកមុខទៀតសម្រាប់ក្តាមតាមទឹកកាពិខ្ញុំតាមពិតទឹកកាពិវាមិនសូវជាសំខាន់ទេគ្រឿងគោលដែលសំខាន់នោះពេលដែលយើងរាយគ្រឿងជាមួយក្តាមនោះវិញទេវាអញ្ចឹងណាអញ្ចឹងបានពេលខ្លះពេលដែលបងប្អូនថាខ្ញុំចង់ចេះធ្វើទឹកកាពិមីងអាចជួយបរិញ្ញាខ្ញុំបានអត់ខ្ញុំតែងតែប្រាប់គាត់ថាឲ្យគាត់នឹងចូលមើលវីដេអូចាស់ៗរបស់ខ្ញុំទៅឃើញហើយខ្ញុំអត់សូវចង់ចេញធ្វើពេកដោយសារយើងធ្វើញឹកអញ្ចឹងណាខ្លាចបងប្អូនសាំដែរអញ្ចឹងណាព្រោះសម្រាប់ការធ្វើទឹកកាពិនេះខ្ញុំអត់មានរូបមន្តអីណាជារបស់ខ្លួនឯងទេដូចខ្ញុំនិយាយអញ្ចឹងដោយសារខ្ញុំតែងតែមើល Facebook មើលពីបងប្អូនធ្វើអីអញ្ចឹងទៅការចែកម្លែករបស់បងប្អូនអីអញ្ចឹងទៅខ្ញុំយកមកមិចចូលគ្នាខ្ញុំយកតែចំណុចសំខាន់ដែលពិសេសអញ្ចឹងណាអញ្ចឹងហើយបងប្អូនអាចមើលវីដេអូនឹងបានហើយបងប្អូនក៏អាចចេះធ្វើទឹកកាពិដែរប៉ុន្តែមើលមិនបងប្អូនខ្ញុំថតកាត់ដែរនិយាយរួមទៅអត់មានអីច្រើនទេបងប្អូនគ្រាន់តែថាខ្ទឹមសខ្ទឹមក្រហមច្រកវានឹងយើងយកមកលីងមកបងប្អូនចាឲ្យដាក់កាពិហើយយើងប្រើជាមួយនឹងប្រហុកមិនថាទឹកកាពិយើងហៅថាដាក់កាពិសុទ្ធទេណាអត់ទេគឺយើងប្រហុកនឹងបន្តិចមកបងអូនទៅយើងលួចជាមួយនឹងប្រហុកតិចយើងឈ្ងុយកាពិផងឈ្ងុយប្រហុកផងអញ្ចឹងណាបងអូនយើងដាក់មនុស្សដាក់អីអញ្ចឹងទៅនិយាយរួមទៅដូចខ្ញុំនិយាយអញ្ចឹងបងប្អូនចូលមើល Facebook ទៅបងប្អូនចង់ចេះព្រោះអីមានបរិញ្ញាធ្វើច្រើនមែនតើបើសិនខ្ញុំចេញពេលខ្លះទៀតខ្លាចថាចេញទៅខ្លាចគេចេះមែនខ្លាចគេទៅដាក់មុខរបរមែនទេបងអូនថាព្រោះអីគេរៀនធ្វើច្រើនមែនតើពីការពិធីបង្រៀនធ្វើឲ្យពេលខ្លះដែលខ្ញុំចេញទៅតែតែមានអ្នកខមមិនទឹកកាពិនឹងគេធ្វើអញ្ចេះទឹកកាពិនឹងគេធ្វើអញ្ចោះសម្រាប់ខ្ញុំគឺការធ្វើរបស់ខ្ញុំដូចខ្ញុំនិយាយអញ្ចឹងគឺរូបមន្តផ្សេងគ្នាអញ្ចឹងណាតែឥឡូវចូលមកការបុកសាច់គោរបស់ខ្ញុំសម្រាប់សាច់គោរបស់ខ្ញុំគឺខ្ញុំចៀនឲ្យឆ្អិនតិចបំផុតដោយសារអីសម្រាប់ខ្ញុំអត់ចង់ចៀនផងប៉ុន្តែគាត់ថាយើងចង់ឲ្យវាឆ្អិនខ្លះទៅកុំឲ្យវាឆាពេកអញ្ចឹងបងអូនចាបន្ទាប់មកទៀតពេលខ្ញុំចៀនវាហើយខ្ញុំហាន់វាទុកមួយដុំចាឲ្យយើងស្ដើងមកខ្ញុំហាន់ជាមួយនឹងស្លឹកក្រូចស្លឹកអីមកនិយាយរួមទៅសម្រាប់បុកសាច់គោខ្ញុំទីបែបសុំបែបលឿនហាន់ដោយសារអីមានអ្នកចាំគ្រឿងខ្លែមដល់ពេលយកទៅបុកទៅដូចអត់សូវឆ្ងាញ់អត់មានអារម្មណ៍ដែរបងប្អូនអត់សូវឆ្ងាញ់ហ្នឹងដោយសារអីដូចខ្ញុំនិយាយគឺដោយសារកសាំងវារៀងល្អិតបងអូនដល់ពេលអញ្ចឹងទៅយើងហូបទៅដូចរៀងមិនទេខ្ញុំដឹងអញ្ចឹងខ្ញុំស្ដាយបងអូនយើងប្រើជាមួយនឹងអំពិលទុំហើយនឹងក្រូចឆ្មាក៏បានដែរប៉ុន្តែបើប្រើអំពិលទុំហើយក្រូចឆ្មាមិនគេហៅថាបុកសាច់គោកសាំងនេះមិនភ្លាវទេអត់ឆ្ងាញ់មួយជើងហ្នឹងទៅចាំមួយជើងទី2យើងកុំហៅបុកសាច់គោកសាំងយើងថាបុកសាច់គោក្រូចឆ្មាវិញណាតែប៉ុណ្ណឹងរួចជាស្រេចចាហើយដាក់អំបិលប៊ីចេងស្ករលួចម្សៅស៊ុបបន្តិចមកចាហើយជាមួយនឹងទឹកកាពិនឹងមកហើយដាក់ទឹកត្រីបន្តិចទៅចាប់ជាតិកប់សន្លប់ទៅហើយសម្រាប់ខ្ញុំបងប្អូនអ្នកហូបមួយខ្ញុំសម្រាប់ខ្ញុំចូលចិត្តរសជាតិសាបប៉ុន្តែខ្ញុំចូលចិត្តជូររៀងដិតដងនេះខ្ញុំបុករៀងសាបប៉ុន្តែជូរអត់សូវជូរទេដោយសារអីបងខ្លាចខ្ញុំគាត់អត់ចោះជូរទេចាខ្ញុំរៀងជូររៀងជ្រុលបន្តិចទៅបានចូលចិត្តណែវាអញ្ចឹងណាឥឡូវបុករួចរាល់ហើយភ្លក់ហើយស្ទើរអីបន្តិចទៀតថែមរួចរាល់ហើយគឺចាប់ផ្ដើមរួចរាល់ទៅជាស្រេចយើងចាប់ផ្ដើមដួសដាក់ចាននិយាយពីថាតំណងគាត់តែមកល្អតែមើលណាបងប្អូនហូបអត់សូវឆ្ងាញ់ទេហើយខ្ញុំចិត្តក្រូចដាក់ក្បែរនឹងបន្តិចទៅដោយសារខ្ញុំចូលចិត្តជូរអញ្ចឹងពេលខ្ញុំចាប់ហូបបដាហ្នឹងវាមានជាតិជូរខ្លះខ្ញុំច្របាច់ក្រូចពីក្រៅថែមអញ្ចឹងណាបងអូនបើគេអត់ចូលចិត្តជូរបើសិនថាខ្វះជូរយើងថែមបានតែបើលើសជូរអត់កែកើទេណាសឡក៏ដោយបើសិនតែយើងប្រាក់យើងពិបាកកែតែបើស្រាប់យើងកែកើអញ្ចឹងណា